ដោយដែលបងប្អូនពុទ្ធបរិស័ទបានដឹងរួចមកហើយនោះបច្ចុប្បន្ននេះកំពុងមានការសាងសង់គម្រោងព្រះពុទ្ធបដិមាកម្ពស់108ម៉ែត្រនៅលើខ្នងភ្នំបូកគោដែលជាព្រះពុទ្ធបដិមាដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងលើពីនេះទៅទៀតអ្វីដែលកាន់តែពិសេសនិងគួរឲ្យចាប់អារម្មណ៍នោះគឺមានការកសាងព្រះពុទ្ធបដិមាអង្គតូចៗរហូតដល់ទៅ 84000 អង្គដើម្បីដាក់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធបដិមាអង្គធំកម្ពស់108ម៉ែត្រថែមទៀតផងបងប្អូនពុទ្ធបរិស័ទអាចចូលរួមគម្រោងកសាងនេះតាមរយៈការជាព្រះពុទ្ធបដិមាអង្គតូចៗឬតាមរយៈការចូលរួមបច្ច័យកសាងព្រះពុទ្ធបដិមាអង្គធំកម្ពស់108ម៉ែត្រសម្រាប់ការជាវពុទ្ធបរិស័ទអាចធ្វើការជ្រើសរើសជាវទៅតាមជាន់ថ្នាក់ដើម្បីដាក់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធបដិមាអង្គធំការជាវព្រះពុទ្ធបដិមាអង្គតូចៗនេះដែលបងប្អូនអាចចរិកឈ្មោះនៅលើបល្ល័ង្កខាងមុខព្រះពុទ្ធបដិមាមិនថាជាឈ្មោះផ្ទាល់ខ្លួនឈ្មោះអ្នកមានគុណឬឈ្មោះមនុស្សជាទីស្រឡាញ់ក្រៅពីការជាវគឺបងប្អូនអាចចូលរួមបច្ច័យតាមសទ្ធាជ្រះថ្លាដើម្បីភ្ជាប់និស្ស័យជាមួយនឹងការកសាងព្រះពុទ្ធបដិមាកម្ពស់108ម៉ែត្រនេះផងដែរហើយព្រះពុទ្ធបដិមានេះនឹងក្លាយជាសម្បត្តិវប្បធម៌សាសនាជាតិនិងជាទីសក្ការៈដ៏ឧត្តមឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នាជារៀងរហូតតទៅសម្រាប់ព័ត៌មានបន្ថែមការជាព្រះពុទ្ធបដិមាអង្គតូចៗឬបច្ច័យកសាងព្រះពុទ្ធបដិមាអង្គធំបងប្អូនពុទ្ធបរិស័ទអាចចូលរួមតាមរយៈលេខទូរស័ព្ទដែលមាននៅលើវីដេអូនេះ